បងប្រុសម្នាក់គាត់សួរខ្ញុំពីរឿងការចតឡានបាទយើងចតឡានមិនឲ្យបានត្រឹមត្រូវហើយត្រូវតាមស្តង់ដារអាហ្នឹងបើគាត់សួររឿងស្តង់ដារបើសួររឿងស្តង់ដារនិយាយពីការចតតែម្ដងទី1បងអែបគៀនទៅបាទហើយបងរកកន្លែងដែលរៀបស្មើបាទចតណាហ្នឹងហើយបងរកកន្លែងដែលរៀបស្មើដើម្បីចតហើយបន្ទាប់មកសម្រាប់ការប្រើប្រាស់លេខនេះបាទពេលដែលយើងចតណាបងត្រូវទាញវាចូល N បាទទាញវាចូល N សិនអាហ្នឹងបើយើងចប់វាស្តង់ដារបាទយើងត្រូវទាញវាចូល N បាទយើងទាញចូល N សិនមិនថាប្រុសឬកឡានផ្សេងទេយើងទាញចូល N បន្ទាប់មកចាំបងដាក់ហ្វ្រាំងជើងបាទហ្វ្រាំងដៃយើងហ្នឹងប៉ុន្តែហ្វ្រាំងដៃប្រុសវានៅគៀននេះបាទនៅខាងឆ្វេងគៀនបងប្អូននេះបាទហ្វ្រាំងមួយនេះអញ្ចឹងពេលដែលបងទាញចូល N ហើយបងដាក់ហ្វ្រាំងដៃហ្នឹងបាទនៅខាងឆ្វេងហ្នឹងហើយចាំចុចពេក្រោយគេអញ្ចឹងវិធីណាវត្តបែបម៉េចអូខេឥឡូវយើងមកដល់ទីតាំងឈប់អញ្ចឹងបាទបន្ទាប់មកឡានយើងស្ថិតស្ថិតនៅដេកហ៎បងបាទស្ថិតនៅដេកអញ្ចឹងបាទបន្ទាប់មកគឺយើងត្រូវទាញវាចូល N បាទទាញចូល N អញ្ចឹងមកហើយទាញចូល N នេះកន្លែងនេះបើយើងទាញចូលអញ្ចឹងមកបាទនេះទាញអញ្ចឹងបាទពេលដែលទាញអញ្ចឹងមកគឺចូល N នេះបងបាទពេលដែលចូល N យើងអាចប្រឡែងជើងបានហើយប្រឡែងជើងពីហ្វ្រាំងបានហើយឡានយើងគឺអាចរុញទៅមុខទៅក្រោយបានណាពេលដែលនៅលេខ N ហ្នឹងបច្ចេកបាទហើយបើសិនជាឡាននៅទួលអីកុំប្រឡែងកុំតន់ប្រឡែងហ្វ្រាំងជើងបាទកុំតន់ប្រឡែងហ្វ្រាំងជើងកាលណាប្រឡែងហ្វ្រាំងជើងឡានអាចល្អិលថយក្រោយហើយអញ្ចឹងបន្ទាប់មកចាំយើងដាក់ហ្វ្រាំងដៃបាទហ្វ្រាំងដៃយើងនៅគៀននេះបាទចុចដាក់ហ្វ្រាំងដៃហើយចាំចុចពេក្រោយគេបាទចុចពេវាលោតចូលពេណាពេលដែលនៅក្នុងវងអញ្ចឹងគឺមានន័យថាឡានយើងកំពុងស្ថិតក្នុងពេហើយបាទហើយយើងចុចពេមិញគឺកន្លែងនេះបាទចុចពេទៅគឺវាលោតពេលេងហ្នឹងហើយអញ្ចឹងអាហ្នឹងបើសិនជាស្តង់ដារតែម្ដងបាទបើសិនជាបងចង់ធ្វើឲ្យវាស្តង់ដារតែម្ដងគឺបែបហ្នឹងបាទប៉ុន្តែបើបងមិនចង់ញញ៉ៃច្រើនបាទមកដល់ទីតាំងបងគ្រាន់តែជន់ហ្វ្រាំងជើងយើងធម្មតាបាទជន់ហ្វ្រាំងជើងឲ្យនឹងបន្ទាប់មកអាចដាក់ហ្វ្រាំងដៃហើយចុចពេតែម្ដងក៏បានដែរបាទអាហ្នឹងវាផ្លូវកាត់ណាបើលឿនហ្នឹងហើយអញ្ចឹងគឺបែបហ្នឹងបងខ្លីៗ